រស់នៅលើផែនដីនេះមានរឿងជាច្រើនដែលកើតឡើងទៅលើជីវិតរបស់យើងបងប្អូនជឿចឹងអត់ប៉ុន្តែមានរឿងមួយដែលសំខាន់នៅក្នុងជីវិតរបស់យើងដែលយើងគួរដឹងណាគឺមនុស្សយើងជួនកាលគេអាចស្គាល់យើងសោះប៉ុន្តែគេស្អប់យើងដែរជួនកាលគេអាចស្គាល់យើងសោះប៉ុន្តែគេមកចំណែនឈ្នានីសជាមួយយើងអ្នកខ្លះទៀតនៅពេលដែលយើងផុសអីមួយតាក់ទងជាមួយនឹងផលប្រយោជន៍នៃការរស់ស៊ីរបស់យើងសោះមកខមមិនចំណែនឈ្នានីសរបៀបចឹងជារបៀបដូចថាយើងបោកប្រាស់យើងចេះយើងចុះហើយសួរតែគាត់នឹងដែលទិញសេវាកម្មអីពីយើងអត់ទេគាត់នឹងដែលស្គាល់យើងអត់ទេបងប្អូនគាត់នឹងដែលធ្លាប់ធ្វើការមួយយើងអត់ក៏អត់ដែរក៏ប៉ុន្តែអារម្មណ៍នៃការពេបជ្រាយរបស់គាត់មកលើយើងគឺវាមានបណ្ដោយមិនដឹងថានឹងជាឧបនិស្ស័យដែលយើងកសាងមកបកកើតសត្រូវមកអញ្ចឹងឬក៏មិនតែជីវិតរបស់យើងម្នាក់ពេលខ្លះវាចាប់យើងទៅដាប់ដួលដែរ